ធ្វើការពេញមួយខែតែប្រាក់ខែវិញចាយអត់ដែរដល់ចុងខែសោះអ្នកខ្លះគាត់រកមិនបានច្រើនទេតែគាត់រស់នៅបានយ៉ាងស្រួលហើយមានលុយសម្រាប់សន្សំទៀតតែអ្នកខ្លះទៀតរកបានច្រើនតែជាពាក់បំណុលគេពេញនឹងអញ្ចឹងបញ្ហាមកពីអីដែលធ្វើឲ្យយើងចេះតែធ្វើការរហូតប៉ុន្តែនៅតែអត់សល់តើបងប្អូនថ្ងៃនេះយើងនឹងមកជជែកគ្នាជាមួយនឹងបញ្ហាមិនបានយើងនៅតែមិនអាចសល់ទោះបីជាយើងរកបានច្រើនក៏ដោយតែមុននឹងយើងបន្តវីដេអូទៅមុខទៀតខ្ញុំសូមអរគុណទៅដល់ម្ចាស់ sponsor នៅក្នុងវីដេអូនេះបង្កើត CEO សម្រាប់បងប្អូនដែលជាម្ចាស់អាជីវកម្មដែលបងប្អូនកំពុងតែស្វែងរកទីភ្នាក់ងារទីផ្សារដែលជួយធ្វើ content បងប្អូនឲ្យទាក់ទាញជួយបង្ហាញផលិតផលបងប្អូនឲ្យចាំអតិថិជនគោលដៅចុះបងប្អូនអាចតាក់ទងជាមួយនឹងបង្កើត CEO បានណាខ្ញុំនឹងដាក់ contact គាត់នៅក្នុង description នៅខាងក្រោមមូលហេតុទី1ដែលធ្វើឲ្យបងប្អូនមានបញ្ហាជាមួយនឹងហិរញ្ញវត្ថុគឺនៅពេលដែលប្រាក់ខែបងប្អូនឡើងចំណែកបងប្អូនក៏កើនឡើងដូចគ្នាខ្ញុំលើកយកឧទាហរណ៍ឲ្យបងប្អូនមួយគឺមានមនុស្ស2នាក់ដែលគាត់មានចំណូលប្រហាក់ប្រហែលគ្នាប៉ុន្តែអ្នកទី1គឺគាត់អាចសន្សំលុយបានច្រើនហើយគាត់រស់នៅបានយ៉ាងស្រួលតែសម្រាប់អ្នកទី2វិញគឺប្រាក់ខែគាត់ចាដល់ចុងខែទេគឺអស់មុនដាច់ខែរហូតចឹងតែចំណុចខុសគ្នាមកពីអីមកពី2នាក់ហ្នឹងគឺទម្លាប់ចំណាយរបស់គាត់ខុសគ្នាឬក៏អ្នកទី2គាត់មានអ្វីៗដែលត្រូវចំណាយច្រើនខាងជាងអ្នកទី1ឬក៏យ៉ាងណាអ្វីដែលសំខាន់មិនមែនសិតទៅលើត្រង់ថាយើងរកបានប៉ុន្មានទេបងប្អូនប៉ុន្តែសិតនៅលើត្រង់ថាតើយើងនឹងចាត់ចែងលុយបែបណាខ្លះបន្ទាប់ពីលុយចូលទៅក្នុងកងយើងហើយបើរកលុយបានប្រហាក់ប្រហែលគ្នាហេតុអីបានមនុស្សម្នាក់នៅតែនៅនឹងមួយកន្លែងបើហើយម្នាក់ទៀតអាចដើរទៅមុខតទៀតបានជាទូទៅមនុស្សយើងតែងតែគិតថាខ្ញុំពិបាករងថ្ងៃហ្នឹងគឺមកពីខ្ញុំរកអត់បានច្រើនទេអញ្ចឹងបើសិនជាខ្ញុំអាចឡើងប្រាក់ខែបានច្រើនជាងហ្នឹងគឺខ្ញុំនឹងអាចសន្សំលុយបានច្រើនជាងហ្នឹងពីដំបូងយើងរកបានតែ$300ទេដល់ពេលដែលយើងខិតខំប្រឹងប្រែងជាច្រើនឆ្នាំហើយយើងបានឡើងតំណែងហើយយើងក៏បានឡើងប្រាក់ខែរហូតដល់$500បន្ទាប់ពីឡើងប្រាក់ខែហើយយើងសប្បាយចិត្តណាស់មានអារម្មណ៍ថាជីវិតយើងនឹងចាប់ផ្ដើមល្អប្រសើរវិញហើយពេលដែលបងប្អូនបានឡើងប្រាក់ខែហើយបងប្អូនចាប់ផ្ដើមគិតទៅដល់ចំណាយមួយចំនួនដូចជាបងប្អូនចង់ដូរទូរស័ព្ទថ្មីចាប់ផ្ដើមកំងម្ហូបឆ្ងាញ់ឆ្ងាញ់ញឹកញាប់ជាងមុនចាប់ផ្ដើមទិញកៅអៅថ្មីច្រើនជាងមុនហើយចំណាយទៅលើការដើរលេងព្រោះថាយើងត្រូវការស្រឡាញ់ខ្លួនឯងដែរតិចតិចនឹងហើយចាប់ដើមរីកធំទៅតាមទំហំប្រាក់ខែថ្មីរបស់បងប្អូនហើយពី3ខែក្រោយមកបងប្អូនងាកមកមើលវិញហើយបងប្អូនសួរខ្លួនឯងវិញថាប្រាក់ខែយើងក៏ច្រើនជាងមុនហើយមិនបានយើងនៅតែអត់សល់ទៀតមនុស្សជាច្រើនគឺស្ថិតនៅក្នុងអន្ទាក់មួយនឹងព្រោះគេគិតថាពេលដែលប្រាក់ខែឡើងគឺជារង្វាន់គឺជាការដែលយើងអនុញ្ញាតឲ្យខ្លួនឯងចំណាយទៅលើសេចក្តីសុខសម្រាប់ខ្លួនឯងឲ្យច្រើនជាងមុនចឹងចំនួនឲ្យការយកលុយប្រាក់ខែដែលទើបតែបានឡើងហ្នឹងទៅវិនិយោគដើម្បីបានជាចំណូលបន្ថែមបងប្អូនយកលុយប្រាក់ខែហ្នឹងទៅចំណាយទៅលើរបស់របរក្រៅខ្លួនមួយចំនួនដែលធ្វើឲ្យបងប្អូនគិតថាជីវិតខ្លួនឯងនឹងបានស៊ីវិល័យជាងមុនតែនៅក្នុងខណៈពេលហ្នឹងអ្នកខ្លះគេរស់នៅក្នុងជីវិតដ៏សាមញ្ញមួយហើយជៀសវាងនៅចំណាយមិនចាំបាច់មួយចំនួនមួយដែលគេមានគឺគេមានលុយគ្រប់គ្រាន់នៅក្នុង emergency account របស់គេមានលុយគ្រប់គ្រាន់សម្រាប់វិនិយោគទៅលើអនាគតរបស់គេចង់អ្វីដែលធ្វើឲ្យអ្នកទាំងពីរហ្នឹងខុសគ្នាមិនមែនទៅលើប្រាក់ចំណូលដែលពួកគាត់ទទួលបានទេគឺខុសគ្នាទៅលើទម្លាប់ចាយវាយរបស់ពួកគាត់ដែលម្នាក់ចាយទៅលើអ្វីខ្លះចំណុចមួយទៀតដែលធ្វើឲ្យបងប្អូនមិនអាចសន្សំលុយបានគឺចំណាយមុនហើយបានសន្សំតាមក្រោយដោយសារតែពេលដែលបងប្អូនបើកប្រាក់ខែមកគឺអ្វីដែលបងប្អូនគិតមុនគេគឺចំណាយចាំបាច់ដូចជាថ្លៃជួលផ្ទះថ្លៃទឹកថ្លៃភ្លើងហើយថ្លៃសាំងហើយចំណាយខ្លះបងប្អូនមិនអាចទាយដឹងមុនទេថាយើងត្រូវតែចំណាយប្រមាណខ្លះហ្នឹងទៅបងប្អូនទុកសិនពេលដែលបងប្អូនចាយហើយអស់ហើយបានបងប្អូនសន្សំតាមក្រោយពេលខ្លះយើងនៅសល់សម្រាប់សន្សំតែពេលខ្លះយើងអត់សល់ទេហើយចំណុចមួយទៀតគឺបងប្អូនសន្សំហើយប៉ុន្តែបងប្អូនមិនអាចទុកលុយសន្សំនឹងបានរហូតដល់ទៅខែក្រោយគឺពេលដែលបងប្អូនចិត្តដល់ចុងខែពេលដែលបងប្អូនត្រូវការចាំបាច់ហើយគឺបងប្អូនដកលុយសន្សំនឹងចេញចាយសិនគិតថាចាំខែក្រោយយើងនឹងដាក់ចូលវិញគុណ2ខែក្រោយទៀតព្រោះយើងនៅតែធ្វើចឹងដែរហើយយើងអត់បានដាក់ចូលវិញទេចឹងវាក៏ជាមូលហេតុដែលធ្វើឲ្យបងប្អូនមិនអាចសល់បានដែរចំណុចមួយទៀតដែលធ្វើឲ្យយើងមិនអាចសល់លុយគឺយើងអត់ដឹងថាចំណាយរបស់យើងទៅលើអីខ្លះពេលខ្លះយើងមិនមែនចំណាយទៅលើអីដែលធំដុំច្រើនខ្លាំងទេតែចំណាយតិចតួចដែលយើងចាយរាល់ថ្ងៃម្ដងតិចក៏អាចធ្វើឲ្យយើងអស់លុយបានច្រើនដែរហើយតិចហ្នឹងហើយគឺយើងគ្រប់គ្រងអត់បានទេយើងអត់ដឹងថាយើងចាយទៅលើអីខ្លះទេរាល់ថ្ងៃដល់ពេលដែលយើងត្រូវមើលកុងវិញយើងអត់ចាំថាទឹកលុយតិចតួចហ្នឹងគឺយើងចំណាយទៅលើអ្វីខ្លះដូចជាកាហ្វេតិចតួចរាល់ថ្ងៃដូចជាកំងម្ហូបតិចតួចរាល់ថ្ងៃឬក៏ប្រម៉ូសិនតាមអនឡាញដែលបងប្អូនត្រូវការទិញរបស់នេះរបស់នោះសម្រាប់យកទៅប្រើអ្វីដែលបងប្អូនត្រូវធ្វើគឺយើងកត់ត្រានៅចំណាយដែលតិចតួចដែលយើងបានចាយបងប្អូនមិនចាំបាច់ទៅបង្កើតដូចជា budgeting template អីដែលច្រើនទេគឺបងប្អូនគ្រាន់តែត្រូវការ notebook ឬក៏បងប្អូនអាចកត់ត្រានៅក្នុង
ទូរស័ព្ទដៃរបស់យើងក៏បានដែរថាយើងបានចំណាយទៅលើអ្វីខ្លះតិចតួចហ្នឹងហើយចុងខែបងប្អូនមើលឡើងវិញចំណែកមួយណាខ្លះដែលយើងគួរតែកាត់បន្ថយបើសិនជាវាមិនចាំបាច់ទេហើយបងប្អូនគួរតែទម្លាប់យើងកុំដកលុយសន្សំរបស់យើងចេញចាយហើយខែក្រោយបានយើងសងវិញលុយដែលយើងទុកសន្សំគឺយើងទុកនៅក្នុងកងសន្សំនឹងទោះបីជាយើងត្រូវការចាំបាច់ខ្លាំងប៉ុណ្ណាក៏ដោយក៏យើងមិនចាយទៅលើទឹកលុយនឹងដែរតាំងចិត្តខ្លួនឯងថាយើងសន្សំលុយនឹងព្រោះថាបើសិនជាយើងនិយាយថាយើងចាយខែនឹងហើយខែក្រោយយើងសន្សំវិញមែនគឺជាធម្មតាគឺយើងអាចបានសន្សំវិញទេអញ្ចឹងត្រង់ចំណុចហ្នឹងគឺបងប្អូនត្រូវតែសន្សំមុននឹងបងប្អូនចាយទោះបីជា 5% ឬក៏ 10% នៃប្រាក់ខែក៏ដោយគឺយើងត្រូវតែសន្សំទុកនៅក្នុងកងមួយដាច់ដោយឡែកដែលយើងតាំងចិត្តថាគឺយើងត្រូវតែសន្សំលុយនឹងឲ្យបានមូលហេតុមួយទៀតដែលធ្វើឲ្យបងប្អូនមានបញ្ហាជាមួយនឹងហិរញ្ញវត្ថុគឺបងប្អូនមិនមានគម្រោងការសន្សំសម្រាប់អនាគតបើនិយាយពីគម្រោងការវិញគឺយើងដឹងថាចុងសប្តាហ៍ហ្នឹងតែយើងគួរទៅណាយើងគួរតែចាយទៅលើអ្វីខ្លះប៉ុន្តែយើងមិនដឹងទេថា5ឆ្នាំបន្ទាប់ពីនេះគឺយើងនឹងមានគម្រោងការអ្វីខ្លះបើសិនជាយើងមិនមានគោលដៅច្បាស់លាស់គឺលុយមិនអាចនៅជាមួយយើងបានយូរទេបើគោលដៅរបស់បងប្អូនគឺនឹងបង្កើត emergency fund មួយគឺបងប្អូននឹងគិតគូរឲ្យបានគ្រប់ចំណុចមុនពេលដែលបងប្អូនចំណាយទៅលើរបស់ដែលមិនចាំបាច់បើគោលដៅរបស់បងប្អូនគឺបង្កើតអាជីវកម្មមួយគឺបងប្អូននឹងគិតគូររកផ្លូវថាត្រូវធ្វើបែបម៉េចដើម្បីអាចបង្កើតចំណូលបន្ថែមបានហើយបើគោលដៅរបស់បងប្អូនគឺមានសេរីភាពពេញលេញនៅក្នុងហិរញ្ញវត្ថុនៅពេលអនាគតគឺបងប្អូននឹងព្យាយាមគិតរកវិធីដើម្បីជួយ support ឲ្យគោលដៅបងប្អូននឹងបានសម្រេចនៅក្នុងពេលអនាគតអញ្ចឹងបើសិនជាចង់សន្សំលុយឲ្យសល់គឺបងប្អូនត្រូវតែដឹងថាយើងសន្សំដើម្បីអ្វីយើងសន្សំដើម្បីចំណាយទៅលើអ្វីខ្លះដែលយើងចង់បានគោលបំណងសំខាន់នៅក្នុងវីដេអូនេះគឺចង់ប្រាប់បងប្អូនថាការដែលយើងអាចសន្សំលុយបានច្រើនប៉ុណ្ណាមិនមែនសិតនៅលើប្រាក់ខែយើងច្រើនប៉ុណ្ណាឬក៏យើងអាចរកលុយបានច្រើនប៉ុណ្ណាទេគឺវាសំខាន់ទៅលើថាតើយើងអាចបកកែគ្រប់គ្រងលុយបានកម្រិតណាទោះបីជាប្រាក់ខែយើងច្រើនទោះបីជាយើងអាចរកលុយបានច្រើនតែយើងមិនទាន់អាចគ្រប់គ្រងទម្លាប់ចំណាយរបស់យើងក៏យើងមិនអាចសល់ដែរអញ្ចឹងអ្វីដែលសំខាន់បើបងប្អូនចង់សន្សំលុយឲ្យសល់បងប្អូនចង់រស់នៅក្នុងជីវិតដែលបងប្អូនសម័យចង់បានចាំបងប្អូនត្រូវតែចេះគ្រប់គ្រងចំណាយបងប្អូនត្រូវតែចេះកាត់បន្ថយចំណាយណាដែលអត់ចាំបាច់ហើយបងប្អូនត្រូវតែចេះវិនិយោគចំណេះដឹងហិរញ្ញវត្ថុគឺអត់មានអ្នកណាបរៀនយើងទេព្រោះថាចំណាយចំណូលរបស់ម្នាក់គឺខុសៗគ្នាសំខាន់គឺបងប្អូនចេះគ្រប់គ្រងចំណាយរបស់ខ្លួនឯងហើយជាមួយនឹងរៀនបន្ថែមនៅចំណេះដឹងហិរញ្ញវត្ថុរាល់ថ្ងៃតាមរយៈការស្ដាប់ podcast ការអានសៀវភៅហើយជាមួយនឹងវិនិយោគទៅលើខ្លួនឯងដើម្បីយើងអាចបង្កើនចំណូលបន្ថែមទៀតចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានស្ដាប់វីដេអូខ្ញុំពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូនេះបងប្អូនកុំភ្លេចជួយ like ហើយនិង share ឲ្យខ្ញុំមួយផងណាហើយបងប្អូនកុំភ្លេច subscribe ផងដើម្បីទទួលបានវីដេអូចែករំលែកចំណេះដឹងថ្មីទៀតពី Channel Ignite Karaoke 8 បាយបាយបងប្អូនយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត